បាទសូមជម្រាបសួរបាទពុកម៉ែយាយតាបងប្អូនទាំងអស់គ្នាផងដែរបាទវិលមកជួបគ្នាជាបន្តទៀតបាទជាមួយនឹងបាទវីដេអូថ្មីក៏ដូចជាវីដេអូបាទចាប់សัตว์ផ្សេងបាទពី Channel SB Report ផងដែរបាទថ្ងៃនេះគឺថាបាទងើបទាំងព្រឹកមកបងប្អូនណាគឺថាបាទឃើញសัตว์ពស់នេះមួយក្បាលបងប្អូនគឺថាមិនសូវជាធំទេបងប្អូនណាគឺថាតូចដែរទេសัตว์ពស់នេះគឺប្លែកគឺថាខ្ញុំមិនដែលឃើញដែរឥឡូវខ្ញុំកំពុងតែរកបាទរបស់ឈើអីទៅឆ្កឹះបាទទៅឆ្កឹះពស់នឹងចេញដោយសារតែវានៅនឹងមុខបន្ទប់តែម្ដងបងប្អូនគឺថាពេលព្រឹកឡើងភ្ញាក់ពីព្រឹកមកគឺថានៅមុខបន្ទប់តែម្ដងគឺថាបាទគួស្រាវតែម្ដងបាទហើយគឺថានេះសំណាងឲ្យបងប្អូនដោយសារតែពស់នេះគឺមិនមែនជាពស់ធំណាបងប្អូនហើយខ្ញុំគិតថាមើលទៅប្រហែលជាពស់មានពឹសដែរព្រោះថាក្បាលវាពណ៌សបងប្អូនបាទក្បាលវាពណ៌សហើយខ្លួនវាពណ៌រាងបាត់ខ្មៅណាបាទខ្លួនវាពណ៌ខ្មៅហើយក្បាលវាពណ៌សមិនដឹងថាមានពស់មិនដឹងថាពស់អីបាទបងប្អូនហើយគឺថាឃើញវាប្លែកដែរដូចថាយើងនៅក្បែរព្រៃអញ្ចឹងណាបងប្អូនបាទនៅក្បែរព្រៃអញ្ចឹងគឺមើលទៅឃើញប្លែកអញ្ចឹងទៅក៏បាទឆ្កឹះវាចេញតែម្ដងបងប្អូនគឺថាមើលទៅខ្លាចមែនតើហើយតែវាហក់ឬក៏វាចឹកឬក៏វាបាញ់ពឹសបាញ់អីចឹងណាបាទឆ្កឹះវាចេញដោយសារខ្ញុំមិនសម្លាប់សត្វទេបងប្អូនណាបាទអញ្ចឹងគឺឆ្កឹះវាទៅព្រៃទៅបាទតំបន់ព្រៃឆ្ងាយវិញបាទហើយបងប្អូនកុំភ្លេចជួយចុចពាក្យថាជាវបាទ Subscribe Like និង Share នៅ Channel SB Report បាទជា Channel ថតនៅសត្វផ្សេងក៏ដូចជាដំណើរកម្សាន្តផ្សេងផងដែរហើយចំពោះការអាក់ខានក្នុងការបាទថតវីដេអូចែកជូនទៅដល់បងប្អូនហើយដោយសារតែមកមានញឹកហើយយើងជួបគ្នាជាបន្តទៀតបងប្អូនណាបាទ